បាទសូមគ្រប់នឹងជំរាបសួរបងប្អូននៅព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026នេះរដ្ឋបាលសង្កាត់ស្វាយប៉ោបាននាំយកថវិការបស់អាដាមច័ន្ទសុផលតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងថវិការបស់អាដាមអ៊ីវិសលដែលជាប្រធានមន្ត្រីផែនការនិងជាអនុប្រធានក្រុមការងារចោះជួយសង្កាត់ស្វាយប៉ោនិងជាប្រធានចោះជួយភូមិកម្មករដែរបាទដើម្បីចូលរួមរំលែកនៅមរណទុក្ខដល់គ្រួសារប៉ែលពេជ្រដែលបានទទួលមរណភាពថ្ងៃទី12ខែឧសភាឆ្នាំ2026នេះក្នុងជំនាអាយុ52ឆ្នាំដោយជំងឺចរាពាធបាទដែលស្ថិតនៅក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងសពត្រូវបានរំកល់នឹងធ្វើបុណ្យនៅវត្តសំពៅបាទសូមគ្រប់នឹងអរគុណសម្រាប់បងប្អូនជាបរិវត្តព្រមទាំងពុកម៉ែដែលតែងតែតាមដាននៅរាល់សកម្មភាពរបស់ខ្ញុំបាទខ្ញុំសូមពុកម៉ែបងប្អូនជួយ like និង share និង follow ដើម្បីឲ្យបងប្អូនជាបរិវត្តយើងបានឃើញគ្រប់គ្នាផងបាទសូមអរគុណនិងជម្រាបលា